នៅវេលាព្រឹកថ្ងៃសៅរ៍ទី31 ខែមករាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កម្មចំនួន540គ្រួសារនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សេឡារាមហៅវត្តគីឡូលេខ8ចំនួន1282គ្រួសារនិងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន774គ្រួសារស្ថិតនៅក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារក្នុងបរិយាកាសស្និទ្ធស្នាលក្តីនឹករលឹកនិងយកចិត្តទុកដាក់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនលោកតាលោកយាយពូមីងនិងបងប្អូនទាំងអស់ថារាជរដ្ឋាភិបាលមិនទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេហើយតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កលៈទេសៈទាំងអស់គោលការណ៍អធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាមាន2គឺការពារទឹកដីនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបាននឹងកំពុងបន្តពិនិត្យផ្ដល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែងដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំឡុងពេលដ៏លំបាកនេះរហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ